មានធ្លាយព័ត៌មានថាត្រាក់ទ័រឈូទន្ទ្រានដីព្រៃលិចទឹក3គ្រឿងនៅស្រុកជលគិរីត្រូវបានគេកំពុងរត់ការរំដោះចេញព័ត៌មានស៊ើបអង្កេតកំពុងឆ្នាំងស្កាត់ថ្មីៗនិងបច្ចុប្បន្ននេះមានប្រភពព័ត៌មានវ៉ាជាច្រើនដែលបានលេចឮមកថាត្រាក់ទ័រ3គ្រឿងអត់ដែលជាវត្ថុតាងបទល្មើសឈូសឆាយដីព្រៃលិចទឹកដែលកំពុងរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកជលគិរីនោះត្រូវបានគេកំពុងលួចរត់ការអត់ដោះស្រាយរំដោះចេញពីសំណាញ់ច្បាប់ប្រភពទាំងនេះបានបន្តឲ្យដឹងថាអ្នកចេញមុខរត់ការនោះជាមន្ត្រីរាជការម្នាក់ហើយមន្ត្រីរូបនោះក៏មានសាវតាគីង្គក់លក់ថ្នាំស្រេងដែរចំពោះរឿងឈូសឆាយដីព្រៃលិចទឹកនេះប៉ុន្តែទោះជាមានលេចឮព័ត៌មានយ៉ាងនេះក្តីក៏គេឃើញត្រាក់ទ័រ3គ្រឿងនោះនៅទីនោះនៅឡើយទេសប្តាហ៍ថ្ងៃនេះហើយក៏គ្មានព័ត៌មានអ្វីប្លែកនោះដែរគួររំលឹកថាករណីត្រាក់ទ័រ3គ្រឿងដែលត្រូវបានជាប់អន្ទាក់ប៉ូលីសស្រុកជលគិរីហើយកំពុងរក្សាទុកនៅទីអធិការដ្ឋាននេះគឺសំណុំរឿងភ្ជាប់ជាមួយជនសង្ស័យម្នាក់ជាតៃកុងត្រាក់ទ័រនោះត្រូវបានបញ្ជូនទៅសាលាដំបងខេត្តកំពង់ឆ្នាំងរួចហើយឯជនសង្ស័យក៏ត្រូវបានតុលាការឃុំខ្លួនហើយដែររហូតមកដល់ពេលនេះដោយឡែកព័ត៌មាននៅមូលដ្ឋានទាក់ទិននឹងការឈូសឆាយដីព្រៃលិចទឹកនៅតំបន់កប់ចេះស្រុកជលគិរីនេះត្រូវបានប្រភពជាច្រើនអះអាងថាគឺជាមនុស្សដដែលដែលនរណាគេដឹងថែមទាំងសង្ស័យថាមានការពាក់ព័ន្ធជាមួយអ្នកនៅពីក្រោយខ្នងទៀតផងប៉ុន្តែប្រភពទាំងនេះសង្ឃឹមថាតុលាការនិងអង្គភាពប្រឆាំងនឹងអំពើពុករលួយលោកច្បាស់ជាដឹងនិងកំពុងស៊ើបអង្កេតតាមនីតិវិធីនិងឈានទៅរកការឃាត់ខ្លួនជនសង្ស័យទាំងនោះដើម្បីយកមកផ្ដន្ទាទោសជាក់ជាមិនខានដោយឡែកបច្ចុប្បន្នជនសង្ស័យដែលអ្នកស្រុកស្គាល់ថាជាចារីក្នុងសំណុំរឿងត្រាក់ទ័រ3គ្រឿងនេះគឺបាត់ខ្លួនអស់ពីផ្ទះហើយប្រភពពីប្រជាជនភាគច្រើននិយាយថាប្រសិនបើសមត្ថកិច្ចស្វែងចាប់ខ្លួនបានជនសង្ស័យខាងលើប្រកាសជានឹងមានភស្តុតាងតាមផ្លូវច្បាប់ឈានទៅកំណត់បាននៅអត្តសញ្ញាណជនដែលមានអំណាចជាមន្ត្រីរាជការនៅពីក្រោយខ្នងនិងមេឈ្មួញដែលមានមហិច្ឆតាលាតត្របាក់ដីព្រៃលិចទឹកទាំងមូលនៅតំបន់កប់ចេះបានជាក់ជាមិនខានឡើយ